ប្រុសក៏ដាំបានធំល្អណាស់ចឹងហើយបានជាទៅកាច់ម្ដងទៀតដើម្បីឲ្យបងប្អូនទស្សនាគ្រាន់តែទៅដល់ចំការពោតភ្លាមបងប្អូនហើយឃើញពោតផ្លែធំល្អណាស់ចាហើយក៏ធ្វើការកាច់ពោតមួយហើយមួយទៀតមួយហើយមួយទៀតតើតើបានគ្រប់ចំនួនហើយក៏មិនទាន់ចង់មកផ្ទះដែរគឺនៅកាច់ឲ្យបានច្រើនដើម្បីផ្ញើបងប្អូននៅក្បែរផ្ទះចឹងណាចាហើយមើលពណ៌វាវិញគឺពណ៌ស្វាយជាំដិតតែម្ដងហើយនិយាយពីគ្រាប់ដាក់បានពេញល្អណាស់ពោតនេះហើយរសជាតិវិញក៏ផ្អែមឆ្ងាញ់ដែរបងប្អូនដោយសារតែសម្រស់និងរសជាតិរបស់វាទើបនឹកឃើញចង់ធ្វើពោតបំពងស្រួយជូនបងប្អូនមើលចាឥឡូវកាច់បន្តទៀតហើយចាកាច់បានគ្រប់ចំនួនចាំទៅផ្ទះវិញចាតទៅពីកាច់បានហើយក៏យកទៅអង្គុយបកបងប្អូនទៅអង្គុយបកនៅក្នុងចំការហ្នឹងវារៀងត្រជាក់ដែរចាអង្គុយបកដើម្បីមើលទេសភាពជុំវិញនៅចំការរបស់គាត់ផងណាចាអង្គុយបកពោតបដើមើលទេសភាពជុំវិញចំការបដើគឺមានដំណាំផ្សេងជាច្រើនទៀតដូចជាត្រសក់ត្រឡាចនិងសណ្តែកគួរចា